បាទគ្រប់សួស្តីបងប្អូនមករយៈនេះស្ងាត់អញ្ចឹងក៏ខ្ញុំផុសស្នែងមកគូនេះឲ្យបងប្អូនមើលទស្សនាសម្រាប់អ្នកដែលស្រឡាញ់ណាបងប្អូនបាទយកនឹងស្នែងមកគូនេះពិសេសណាបងប្អូនបាទពិសេសនេះដោយសារស្នែងនេះមានទាំងសនំអាលីនេះសនំអាលីនេះកន្លែងដែលវាបកធ្លុះបងប្អូននេះបកខាងនេះធ្លុះមិនធម្មតាទេបងប្អូនគឺធ្លុះផុងដល់អាលីបងប្អូននេះធ្លុះដល់អាលីប្រយនេះខាងនេះចាំមើលនេះខាងនេះជាមួយយើងមើលពីក្នុងវិញអញ្ចឹងចំពោះបងប្អូនដែលមិនទាន់ស្គាល់របស់អញ្ចឹងអាចមើលបាននេះបងប្អូននេះកន្លែងប៉ោងហ្នឹងកន្លែងដែលប៉ោងប៉ិនមេដៃហ្នឹងនេះធ្លុះកន្លែងដែលប៉ោងហ្នឹងវាដោះសាច់មកបុកចូលស្នែងឆ្អឹងស្នែងនេះឡើងធ្លុះបងប្អូនមិនមែនខ្ញុំចោះទេណាបាទមិនមែនខ្ញុំចោះទេហើយស្នែងនេះគឺមានអានុភាពខ្លាំងបាទពីខុសពីប្រភេទក្លឹមបងប្អូនណារបស់នេះកម្រមហាកម្របងប្អូនកម្រមហាកម្រដល់អ្នកខ្លះគាត់អត់ហ៊ានជីវយកមកកាត់ឆ្លាក់ទេដោយសារវាថ្លៃពេកអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងប្រៀបធៀបជាមួយនឹងក្លឹមឬក៏បញ្ញាដូចក្លឹមខ្លះគឺវាមានកើតមកវាមានស្រាប់ហើយដូចក្លឹម7ដល់វាដល់អាយុវាគឺត្រូវតែមានក្លឹមតែបើប្រភេទស្នែងកបីនេះកើតមកវាមានស្នែងមួយគូតែបើប្រភេទស្នែងបកធ្លុះនេះក្នុងចំណោម 1000 ក្បាលអត់តន់មានមួយក្បាលទេបងប្អូនបាទអញ្ចឹងវាធ្វើឲ្យរបស់នេះកម្រហើយរបស់នេះវាប្រកែពីធម្មជាតិតែម្ដងបាទក្នុង 1000 ក្បាលឬក៏ 5000 ក្បាលហ្នឹងមានមួយក្បាលហ្នឹងរបស់ហ្នឹងគេហៅថារបស់ប្រកែពីធម្មជាតិបាទប្រកែពីធម្មជាតិប្រកែយ៉ាងម៉េចគឺប្រកែទៅលើកន្លែងដែលវាបកធ្លុះហ្នឹងស្នែងបកធ្លុះហ្នឹងទាំងសនំហើយអាលាក៏គេយកទៅធ្វើថ្នាំដែរបងប្អូនណាអាលាអ្នកខ្លះក៏គាត់យកតាំងបាទហើយស្បែកតាំងពីស្បែកតាំងពីកញ្ចក់ឡើងក៏គេយកទៅធ្វើថ្នាំដែរបងប្អូនអញ្ចឹងណាបាទហើយប្រភេទស្នែងបកធ្លុះនេះគឺពិសេសណាបងប្អូនណាពិសេសហើយក៏មានបងប្អូនសុំជីវជាច្រើនដែរតែខ្ញុំអត់ទាន់ជីវបាទដោយសារអីខ្ញុំស្រឡាញ់ដែរបងប្អូនបាទព្រោះខ្ញុំអ្នករករបស់ខ្ញុំមិនដែលជួបប្រភេទស្នែងបែបនេះទេបាទស្នែងបែបនេះគឺចង់និយាយថាមកស្រុកខ្មែរគាត់ថាមានតែមួយនេះទេមិនស្រួលតែថារបស់ខ្លះគេមានតែគាត់គេអត់បញ្ចេញអញ្ចឹងណាតែបើថាតាមខ្ញុំមើលអ្នកដែលលេងរបស់ឃើញដល់មកគូនេះទេដែលឥឡូវនេះមានណាបាទទៅមុខទៀតមានក៏យើងមិនដឹងថានៅកន្លែងតាណាដែរអញ្ចឹងណាបាទអញ្ចឹងមកអ្នកលេងរបស់ហើយយើងមានតែមួយក្បាលហ្នឹងទេមកទៅវាស្នែងដែលល្អបែបនេះបងប្អូនបាទដោយសារអីវាដូចបងប្អូនឃើញហ្នឹងគឺវាបានសងខាងណាវាបានសងខាងហើយល្អណាបងប្អូនបាទស្នែងនេះស្នែងវាពិសេសលែងនិយាយបាទពិសេសលែងនិយាយជានិស័យរបស់ខ្ញុំដែលខ្ញុំជីវមកបានបាទជីវមកបានបាទថ្ងៃនេះកម្របងប្អូនបាទពេលនេះមានតែមួយក្បាលហ្នឹងទេតន្តិចទៀតមិនដឹងទៅរយណាទេបងប្អូនបាទទៅរយណាទេស្នែងបែបនេះដាក់អត់ជាប់គ្នាបងប្អូនដាក់ល្អិលមកហ្នឹងហើយស្នែងនេះ4គីឡូជាងបងប្អូន4គីឡូ3គីឡូ3គីឡូជាងដាក់អត់ជាប់នេះដាក់ហ្នឹងចឹងមើលលេខកំសាន្តបងប្អូនបាទចម្លាក់ស្នែងคลิกបកធ្លុះយើងបានធ្វើកិច្ចអភិសេករួចហើយបងប្អូនណាបាទអរគុណហ្នឹងហើយ